ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូឃ្លីបនេះខ្ញុំលើកនៅប្រធានបទមួយគឺធ្វើទៅតាមតួនាទីខ្លួនឯងព្រោះឯមនុស្សយើងម្នាក់ៗសិតតែមាននៅតួនាទីទាំងអស់គ្នាគឺធ្វើអ្វីទៅតាមតួនាទីរបស់ខ្លួនឯងដែលយើងជានរណាហើយកំពុងតែធ្វើអីឧទាហរណ៍ដូចជាសោះគឺគ្មានអីដែលសំខាន់ជាងការប្រឹងប្រែងការរៀនសូត្រការថែរក្សាសុខភាពឲ្យល្អនោះទេចឹងនៅក្នុងនាមយើងជាសិស្សគឺយើងត្រូវតែខិតខំប្រឹងប្រែងបំពេញនៅតួនាទីរបស់យើងធម្មតាតួនាទីរបស់យើងមានន័យថាទី1គឺយើងមានវត្តមាននៅក្នុងថ្នាក់នៅក្នុងសាលាហើយក្រោកទទួលមានន័យថាយើងមករៀនជាប្រចាំហើយយើងត្រូវតែកត់ត្រាចំណាំណាចឹងតួនាទីរបស់យើងគឺជាសិស្សត្រូវតែមករៀនឲ្យទៀងទាត់គោរពទៅតាមពេលវេលាហើយធ្វើកិច្ចការដែលគ្រូដាក់ឲ្យជាពិសេសនៅពេលដែលគ្រូបញ្យោអីយើងធ្វើទៅតាមតួនាទីរបស់យើងកុំទៅខ្វល់ពីគេយើងសំខាន់ផ្ដោតលើខ្លួនយើងតួនាទីយើងអ្វីប៉ុន្តែយើងបន្ទាប់អំពីការបំពេញនៅតួនាទីយើងហើយយើងអាចចែករំលែកទៅមិត្តភ័ក្តិយើងបន្តបានតែនៅក្នុងនេះគឺខ្ញុំនិយាយតាក់ទងមិនសំដៅទៅលើតែសោះមួយទេអ្វីទាំងអស់យើងធ្វើតែតួនាទីរបស់យើងឲ្យល្អទៅយើងមិនខ្វាយខ្វល់ពេកទេបំពេញតែតួនាទីយើងឲ្យបានល្អឧទាហរណ៍ជាគ្រូគ្មានអីដែលសំខាន់ជាងការបង្វឹកសិស្សឲ្យគាត់ចេះនោះទេអញ្ចឹងធ្វើម៉េចឲ្យគាត់ចេះហើយយើងបំផុសគំនិតគាត់ឲ្យស្រឡាញ់ឲ្យយល់អំពីតម្លៃនៃការអប់រំការសិក្សាព្រោះអីការអប់រំវាពិតជាសំខាន់មិនអាចខ្វះបានព្រោះអីការអប់រំវាធ្វើឲ្យមនុស្សផ្លាស់ប្ដូរអត្តចរិតផ្នត់គំនិតហើយនឹងរបៀបនៃការគិតការអប់រំមែនទែនទៅទូទាំងសកលលោកគេឲ្យតម្លៃថាការអប់រំវាពិតជាផ្លាស់ប្ដូរនៅជោគវាសនាការគិតរបស់មនុស្សការអប់រំវាធ្វើឲ្យមនុស្សប្រែក្លាយពីភាពងងឹតមកមាននៅពន្លឺការអប់រំធ្វើឲ្យមនុស្សអវិជ្ជាមកមានវិជ្ជាការអប់រំពីមនុស្សដែលកោងកាចរហូតមកក្លាយទៅជាមនុស្សសុភាពរាបសារវាអាស្រ័យនៃការចេះការយល់អំពីដំណើរនៃការពិតយល់អំពីអ្វីដែលល្អអ្វីដែលអាក្រក់អ្វីដែលត្រឹមត្រូវពេលខ្លះមនុស្សយើងយល់ខុសប៉ុន្តែប្រកាន់មុំតែខ្លួនឯងត្រូវគឺមាននៅអស្នេហ៍មនះមាននៅ ego ច្រើនពេកពួកឯងមនុស្សយើងម្នាក់ៗនៅពេលដែលយើងមាន ego យើងអត់ហ៊ានតម្លាក់ចោលនៅ ego ទេវាធ្វើឲ្យយើងធ្ងន់ព្រោះ ego ហ្នឹងប្រហែលថាមនះនៅក្នុងខ្លួនយើងមិនមនះទៅលើអ្នកណាទេអញ្ចឹងនៅពេលដែលយើងមាននៅ ego ច្រើនពេកធ្វើឲ្យយើងមាននៅជំងឺតួឯកយើងដឹងហើយថាជំងឺតួឯកវាយ៉ាងណាគឺជាមនុស្សដែលរស់នៅជាមួយនឹងផ្នត់គំនិតខ្លួនឯងរស់នៅជាមួយនឹងទិដ្ឋិខ្លួនឯងឬក៏យ៉ាងម៉េចក៏បំពេញចិត្តខ្លួនឯងថាខ្លួនឯងត្រូវរហូតមិនឃើញអំពីគុណតម្លៃរបស់អ្នកដទៃមិនឃើញអំពីគុណតម្លៃមនុស្សជុំវិញធ្វើអីយើងយកតែប្រសើរខ្លួនឯងយើងស្រឡាញ់នៅកិត្តិយសមុខមាត់ខ្លាំងពេកវាធ្វើឲ្យយើងខ្វល់ខ្វាយព្រោះកាលណាដែលយើងទៀមទាកាន់តែខ្លាំងធ្វើឲ្យយើងកើតទុកកាន់តែខ្លាំងពេលខ្លះយើងទៀមទាចំណាប់អារម្មណ៍ពីអ្នកដទៃឲ្យគេចូលចិត្តឲ្យគេសរសើរឲ្យគេថាមានតែយើងណាចឹងអាហ្នឹងក៏យើងនាំនេះប៉ុន្តែនៅក្នុងនេះគឺធ្វើអីទៅតាមទូនាទីរបស់យើងឧទាហរណ៍ខ្ញុំលើកឡើងពីខាងលើបើសិនបើយើងជាសិស្សយើងខិតខំប្រឹងប្រែងរៀនបំពេញតួនាទីខ្លួនឯងឲ្យល្អឲ្យប្រសើរឲ្យចេះទៅចប់សັບគ្រូហើយបើសិនមកយើងជាគ្រូធ្វើម៉េចគឺសំខាន់បង្វឹកសិស្សឲ្យចេះហើយឲ្យដល់ម៉ោងគ្រប់ពេលវេលាហើយយើងត្រូវតែបំផុសសិស្សដែលមិនចូលចិត្តរៀនឲ្យស្រឡាញ់ការរៀនឲ្យយល់ដឹងអំពីចំណេះដឹងព្រោះអីចំណេះដឹងវាគឺជាស្ពានជាយានឲ្យយើងស្គាល់មនុស្សជាច្រើនអញ្ចឹងការអប់រំมันអាចប្រទេសណាមួយដែលខ្វះការអប់រំបានជាពិសេសប្រទេសដែលកំពុងវិវត្តគឺចំណេះដឹងគឺសំខាន់តែដោយឡែកយើងឃើញមនុស្សយើងឥឡូវឲ្យតម្លៃលើចំណេះដឹងមែនតើសំបីទៅកន្លែងលក់សភៅការតាំងពិព័រណ៍មនុស្សទៅចូលរួមជាច្រើនអញ្ចឹងតែខ្ញុំនិយាយចាក់ពីប្រធានបទបន្តិចទៅជាមួយតួនាទីរបស់ខ្លួនឯងអញ្ចឹងតួនាទីរបស់ខ្លួនឯងគឺសំខាន់ណាស់ហើយបើសិនបើយើងធ្វើអីក៏ដោយមនុស្សយើងគឺមាននៅតួនាទីទាំងអស់គ្នាអញ្ចឹងបាននៅក្នុងស្ថាប័នមួយគេមានទៅតាមតួនាទីហ៎អ្នក CEO ផ្សេង HR ផ្សឹង Digital Marketing ផ្សេង Sales ផ្សឹង Graphic Design ផ្សេង Video Editor ផ្សឹង Take Photo អ្នក Photo ផ្សេងអ្នកទីផ្សារផ្សឹងអញ្ចឹងអ្វីទាំងអស់គឺតាមតួនាទីតែសំខាន់ថាតើយើងតួនាទីអ្វីឧទាហរណ៍ថានិយាយដើមគេវាជាតួនាទីយើងអត់វាអត់ទេគេអត់ជួយើងឲ្យនិយាយទេការនិយាយអាក្រក់ពីអ្នកដទៃក៏អត់ដែរ
ចឹងយើងតួនាទីយើងជាអីចឹងអាហ្នឹងគឺជារឿងដែលសំខាន់ចឹងធ្វើយ៉ាងម៉េចគឺបំពេញតួនាទីយើងឲ្យល្អបំផុតគឺជារឿងដែលល្អដូចជប៉ុនគេថា Jibun no koto wa inato omoimasu ចឹងធ្វើតែការងារខ្លួនឯងឲ្យល្អទៅខ្ញុំគិតថាវាប្រសើរវាល្អណា Jibun no shigato wa ii desu អញ្ចឹងតួនាទីរបស់យើងគឺវាសំខាន់អញ្ចឹងពេលខ្លះយើងភ្លេចតួនាទីខ្លួនឯងយើងចូលចិត្តតែមើលអំពីតួនាទីរបស់អ្នកដទៃដូច្នេះការធ្វើនៅតួនាទីខ្លួនឯងវាពិតជាសំខាន់អញ្ចឹងខ្ញុំសូមវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹងហើយមុនបញ្ចប់សូមពឹងបងប្អូនជួយចុច Subscribe មួយដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនពីខ្ញុំបាទសូមអរគុណ